សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកបន្តសាច់រឿងយើងដែលជាភាពបន្តจากមកកាពេលយូតោះជំនឿរបស់យូតាឧបករណ៍វណ្ណសាដែលបានចុះបញ្ជីនៅក្នុងឃ្លាំងរបស់គ្រួសារកូយ៉ូនៅតែមានធម៌ពលបណ្ដាសាដ៏ធំធេងរបស់គាត់ក៏ដូចជាចន្ទៈរបស់រីកាដែលនៅតែជាអ្នកក្រៅបង្គាប់របស់គាត់ហើយបានជាគាត់មើលទៅដូចនោះតែអ្នកណាជាអ្នកផ្សេងកំពុងនិយាយនោះខ្ញុំបាននិយាយថាឈប់និយាយទៅប៉ុន្តែខ្ញុំស្អប់សួនកំសាន្តណាមិនក្មេងស្រែកច្រើនពេកហើយសប្បាយណាវាដូចជាកំពុងជិះរទេះភ្លើអញ្ចឹងបរិមាណថាមពលមនសានេះមិនមែនជាអ្វីមួយដែលអាចមាននៅក្នុងមនុស្សម្នាក់បានទេតើប្រភពនៃថាមពលរបស់វាជាអ្វីទៅនរណាម្នាក់ដែលមានសំណាចបណ្ណាយល់បានច្បាស់ជាបានចាក់ធម្មពលមនសាចូលទៅក្នុងសង្វៀនអស់រយៈពេលជាច្រើនឆ្នាំរាប់ទសវត្សរ៍វាច្បាស់ជាចិញ្ចៀននោះជាមិនខានគាត់និយាយថាវាជាវត្ថុគាត់បាននិយាយថានេះជាវត្ថុអនុស្សាវរីយ៍ពីតារបស់គាត់តើទស្សនវិជ្ជាកំពុងប្រើកម្លាំងដ៏ខុសខើរបស់គាត់ទេឬនៅចិញ្ចៀនដើម្បីបង្ខំផ្លូវរបស់គាត់ឲ្យឆ្លងការបច្ចេកទេសមនសារបស់ខ្ញុំមិនសំខាន់ដែរវាមិនដំណើរការទេអ្នកមិនចាំបាច់សុំទោសទេសុំទោសមករោតែខ្ញុំនឹងឈ្នះថាវាត្រូវការអ្វីក៏ដោយពីព្រោះខ្ញុំមានអារម្មណ៍ដូចគ្នាតែកិរិយារបស់គាត់បានផ្លាស់ប្ដូរហើយមានសន្តិភាពទាំងស្រុងក៏បានបង្ហាញបច្ចេកទេសមនសារបស់ខ្ញុំគាត់បានលេបត្របាក់បច្ចេកទេសរបស់ខ្ញុំដើម្បីសម្របខ្លួនទៅនឹងថតដូច្នេះនោះជាសន្តិភាពរបស់គាត់តែការសម្របខ្លួនរបស់វាពេញលេញហើយឬនៅហើយឥឡូវនេះកងបានជប់បង្វិលហើយខ្ញុំនឹងត្រូវចាញ់ទេដូច្នេះតើខ្ញុំគ្មានវិធីផ្សេងទៀតដើម្បីទប់ទល់ទេឬតើអ្នកមិនគប់ព្យាយាមធ្វើជាមិត្តនឹង Discote ទេឬតើខ្ញុំមិនសប្បាយចិត្តទេឬដូរ៉ាមិនមានការប្រមាថទេប៉ុន្តែអ្នកគឺជាមនុស្សតែម្នាក់គត់ដែលជាគូប្រជែងដ៏ស័ក្តិសមនោះមិនមែនជាអ្វីដែលខ្ញុំចង់មានន័យទេខ្ញុំពេញចិត្តណាស់បើខ្ញុំឈរក្នុងចំណោមពួកគេវានឹងបង្កើនភាពតានតឹងតែប៉ុណ្ណោះក្រុមអ្នកចម្បាំង Discote មានមោទនភាពយ៉ាងខ្លាំងសូមពិចារណាជាពិសេសអំពីទូនាទីរបស់ពលស្រីរបស់គ្នាប៉ុន្តែវាប្រកាសជាពិបាកក្នុងការញែកអាចពីគេសូម្បីតែនៅក្នុងចំណោមប្រជាជនរបស់អ្នកក៏ដោយខ្ញុំគិតថាខ្ញុំអាចនឹងចាញ់នេះពិតជាមិនគួរឲ្យជឿមែនដូរ៉ាហើយខ្ញុំខ្លាចខ្ញុំកំពុងឈឺទេអ្នកយល់ខុសទាំងអស់នៅពេលដែលមនុស្សចំណែននឹងខ្ញុំឬមិនទទួលយកខ្ញុំចំពោះអ្វីដែលខ្ញុំជាវាធ្វើឲ្យបេះដូងរបស់ខ្ញុំឈឺចាប់មួយនឹងការឈឺចាប់ដ៏ខ្លាំងនេះខ្ញុំស្ទើរតាមចាំបាច់ព្យាយាមតតសោះហើយខ្ញុំអាចយកឈ្នះពួកគេបានប៉ុន្តែខ្ញុំមិនចង់យុទ្ធទេខ្ញុំជាអ្នកចម្បាំងហើយខ្ញុំតាំងពូកែវាគឺជាការដែលអ្នកមិនធ្លាប់បានទៅកន្លែងពីមុនមកវាមិនមែនថាអ្នកមិនចង់យុទ្ធទេអ្នកខ្លាំងពូកែណាអ្នកមិនធ្លាប់ខ្លាចជាអ្នកចម្បាំងពិតប្រាកដទេវាសម្ដីអាចបង្ហាញបានតែប៉ុណ្ណឹងខ្ញុំមិនយល់ទេថាអ្នកនឹងគិតថាអ្នកចាញ់ហើយបន្ទាប់មកអ្នកនឹងយល់ប៉ុន្តែថ្ងៃណាមួយនឹងមានអ្នកខ្លាំងពូកែបែបនេះលេចឡើងហើយកុំប្រយុទ្ធព្រោះអ្នកមិនចង់ប្រយុទ្ធព្រោះចង់ខ្ញុំដឹងថាអ្នកអាចធ្វើបានតែបូរ៉ាតើអ្នកនឹងការពារពួករ៉ូម៉េលី117សម្រាប់ខ្ញុំទេអ្នកទាំងពីរនេះពិតជាមិនបានប្រយុទ្ធគ្នាទេពីព្រោះអ្នកត្រូវតែប៉ុន្តែការប្រយុទ្ធពិតនោះហើយគឺជាអ្នកចម្បាំងនិងនរណាម្នាក់ដែលមានសមត្ថភាពធ្វើរឿងនោះខ្ញុំសុំទោសប៉ុន្តែខ្ញុំនឹងតស៊ូដើម្បីការពិតលើនេះដូច្នេះគាត់មិនអាចធ្វើចលនាឲ្យល្បឿនពន្លឺដល់ខ្លួនឯងបានទេទោះជាណាក៏ដោយរាងកាយរបស់ដាបូរ៉ាមិនអាចទប់ទល់នឹងការបង្កើនល្បឿននៃពន្លឺបានទេបច្ចេកទេសមនសារបស់ដាបូរ៉ាគឺស្រាលវាគាត់ដោយដៃទទេរបស់ខ្ញុំបើបច្ចេកទេសមនសារបស់ខ្ញុំគ្មានប្រសិទ្ធភាពប្រឆាំងនឹងគាត់ទេនោះមានតែមួយរឿងគត់ដែលត្រូវធ្វើដូរ៉ាហើយខ្ញុំនឹងជំរុញកម្លាំងនិងល្បឿនរាងកាយរបស់ខ្ញុំនឹងក្លាយជាអ្នកចម្បាំងហួសពីដែនកំណត់នៃប្រភេទមនុស្សដល់ដែនកំណត់ដាច់ខាតរបស់ពួកគេដាបូរ៉ាលោតផ្លោះឆ្លងកាត់ស្មៅភូមិក្នុងល្បឿនដូចជាពន្លឺ